រឿងការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនគឺជាករណីផ្ទៃក្នុងប្រទេសគេសហការជាមួយ ICC ធ្វើណាហើយកុំយកមកប្រៀបធៀបថាមួយខ្មែរអត់មានពាក់ព័ន្ធបទល្មើស ICC ទេឈប់បោកគេទៅអាក្បត់ជាតិសំរងស៊ីណាឈប់បោកគេទៅណាថ្នាក់ដឹកនាំកម្ពុជាអត់មានពាក់ព័ន្ធនឹងអក្រិតកម្មសង្គ្រាមអក្រិតកម្មបល័យពូជសាសអីទេហើយពុយទៅវិញសម្ដេចតេជោហ៊ុនសែនគឺជាស្ថាបនិកដែលសង្គ្រោះជីវិតប្រជាជនកម្ពុជាឲ្យរស់រានមកដល់សប្តាហ៍ថ្ងៃនេះបាទឲ្យមកដល់សប្តាហ៍ថ្ងៃនេះជាស្ថាបនិកសន្តិភាពអញ្ចឹងអត់មានកំហុសអីដែលពួកអាក្បត់ជាតិសំរងស៊ីបំភ្លៃទេអត់មានទេបាទអត់មានទេខ្ញុំនិយាយនេះខ្ញុំតប៉ែខ្ញុំឃើញវាតលន់ពេកហើយប្រមាថស្អីសិតតែមើងងាយសម្ដេចថាបតីអត់សមត្ថភាពអត់អីខ្លួនឯងចោលមកសៀតដឹកនាំបាក់តាំងពីមាន55ទៅអីរហូតនៅសល់តែក្តោ3នៅអួតតែខ្លួនឯងខ្លាំងទៀតណាធ្វើនយោបាយ